ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយថ្ងៃមុនហ្នឹងទៅសាចាឃើញខូចថ្លុងល្អហើយខ្ញុំចូលចិត្តថាខូចថ្លុងពណ៌ក្រហមណាចាមុនដំបូងឡើងទិញតែមួយឯងយកមកភ្លក់ចាភ្លក់ទៅផ្អែមឆ្ងាញ់ចាហើយយើងញ៉ាំមួយអំបិលម្ទេសហ៎ដល់ពេលស្អែកឡើងមិនអស់ចិត្តទេទៅទិញទៀតទៅទិញម្ដងនេះ6ផ្លែហ្មងហើយធ្ងន់លើកឡើងបងប្អូនចាហើយមួយសជា1គីឡូជិត1គីឡូដោយសារខូចនឹងវាសាច់តាន់ណាហើយសបកវាស្ដើងមែនតើចាអានេះខ្ញុំចិត្តអាទូចជាងគេបំផុតហ្នឹងចាបើប៉ុណ្ណាណីទៀតចាខ្ញុំញ៉ាំម្ដងអស់ចិត្តមួយម្នាក់ឯងចាដូចឆ្ងាញ់វាស្នាងមែនតើជាទូទៅវាអត់សូវមានទេហើយមានច្រើនអាទូចហើយអត់បានស្រស់ចេះទេអានេះស្រស់ដាក់ទៅមានជាតិហ្មងណាសូម្បីតែគ្រួសារខ្ញុំគាត់ចូលចិត្តដែរចាប៉ុន្តែគាត់ថាទិញច្រើនមិនញ៉ាំមិនអស់ខ្ញុំថាកុំខ្វល់អ្នកខ្ញុំញ៉ាំតអស់ហ្នឹងព្រោះខ្ញុំចូលចិត្តចាអ្នកខូចចាទិញ71នៅសល់5ទៀតប៉ុន្តែថតចឹងអត់ឃើញធំគេចូលទិញមែនតើធំបងប្អូនចានេះអាទូចជាងគេនេះចិត្តតែមិនស្រួលហ្នឹងដាច់សាច់ឯងព្រោះស្បើងមែនតើសបកចាសប្បាយចិត្តមែនតើចាដំបូងឡើង1គីឡូជាទូទៅ1គីឡូ8 9រៀលប៉ុន្តែខ្ញុំទៅទិញនឹង4រៀលប៉ុន្តែទិញលើកទី2ទៅ3រៀលតម្លៃនឹងថោកក៏បងប្អូនអត់ដែលមានទេអរគុណ